ជូនរឿងបរិជ្ជបុត្រនិងព្រះនាងកាលពីព្រេងនាយមានបរិជ្ជបុត្រមួយព្រះនាមកៅដិនដោយការឆ្លោះប្រកែកគ្នាក្នុងរាជវង្សព្រះអង្គត្រូវបានបណ្តេញចេញពីព្រះនគរហើយបានធ្វើដំណើរតាមសមុទ្រមកដល់នគរមួយដែលនៅទីនោះព្រះអង្គបានជួបនឹងព្រះនាងលក្ស្មីដែលជាបុត្រីរបស់ស្ដេចខុនទៀនហើយនាងមានសម្រស់ស្រស់ស្អាតនិងចិត្តល្អព្រះអង្គនិងព្រះនាងបានមានចិត្តប្រតិព័ទ្ធគ្នាទៅវិញទៅមកហើយព្រះនាងបាននាំព្រះអង្គកៅដិនទៅជួបព្រះបិតានិងព្រះបិតាបានយល់ព្រមនិងបានរៀបចំរៀបអភិសេកឲ្យបុត្រទាំងពីរហើយទ្រង់ក៏បានផ្ទេររាជបល្ល័ង្កដើម្បីឲ្យបុត្រទាំងពីរជាអ្នកស្នងរាជ្យ